អាយដាមលីថុតជាង30ឆ្នាំមន្ត្រីជំនាញរកឃើញគ្រាប់រហូតជាង4លានគ្រាប់និងសម្អាតផ្ទៃដីបានជាង3297គីឡូម៉ែត្រក្រឡាថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះដល់កងកម្លាំងនគរបាលខេត្តបាត់ដំបងនិងបៃលិនជាង80នាក់នៅសន្តាគារខេមរានាថ្ងៃទី4ខែមិថុនាឆ្នាំ2025នេះអាយដាមបណ្ឌិតលីថុចទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី1អាជ្ញាធរមីនបានមានប្រសាសន៍ថាជាង30ឆ្នាំមន្ត្រីជំនាញរកឃើញគ្រាប់រហូតជាង4លានគ្រាប់និងសម្អាតផ្ទៃដីបានជាង3297គីឡូម៉ែត្រក្រឡាក្នុងឱកាសនោះអាយដាមក៏បានកោតសរសើរនិងថ្លែងអំណរគុណទៅដល់កងកម្លាំងនគរបាលជាតិទាំងអស់ដែលបានចូលរួមភ្លាមអន្តរាគមន៍សង្គ្រោះប្រជាជនដែលជួបគ្រោះថ្នាក់ម្ដងហើយក៏សូមអរគុណដល់កងទ័ពជួរមុខដែលជាង30ឆ្នាំមកនេះដែលមានការសហការពីប្រទេសជិតខាងជាពិសេសស៊ីម៉ាក់ដែលបានជួយដោះស្រាយបោសសម្អាតគ្រាប់រំសេវគ្រាប់មីនបានរហូតជាង4លានគ្រាប់ស្មើនឹងផ្ទៃដីជាង3297គីឡូម៉ែត្រក្រឡាដែលនេះជាការងារជោគជ័យដ៏ធំមួយបន្ថែមពីនេះអាយដាមក៏បានស្នើឲ្យសិក្ខាកាមទាំងអស់ទី1សូមយកចិត្តទុកដាក់និងយកចំណេះដឹងដែលបានពីវគ្គបណ្ដុះបណ្ដាលដែលអាជ្ញាធរមីននិងអង្គភាពស៊ីម៉ាក់បានផ្ដល់ជូនយកទៅអប់រំបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដើម្បីកុំឲ្យប្រជាជនយើងបន្តស្លាប់នឹងគ្រោះថ្នាក់ទី2ជំរុញការអនុវត្តស្តង់ដារជាតិនៅកម្ពុជាស្ដីពីការអប់រំនិងគ្រោះថ្នាក់ដើម្បីធានាគុណភាពក្នុងការផ្ដល់សេវាអប់រំទៅដល់ប្រជាពលរដ្ឋទី3ចូលរួមផ្សព្វផ្សាយនិងជំរុញការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវទី4បន្តអនុវត្តទូនាទីនិងភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្មបន្ថែមទៀតទិសដៅសំខាន់ការងារអប់រំលើកកម្ពស់ការយល់ដឹងពីច្បាប់ទី5ពង្រឹងទប់ស្កាត់ដកហូតនៅជនទាំងឡាយណាដែលយកគ្រាប់មីនមកទុកដើម្បីកែច្នៃ